សួស្តីបងប្អូនអញ្ចឹងថ្ងៃនេះមកបង្រៀនធ្វើតខ្សែភ្លើងដល់កុងតាក់អំពូល2អូខេអានេះស្រួលវាអត់មានសញ្ញាចេះយើងតខាងណាក៏បានដែរតែសំខាន់បងប្អូនចាប់ចូលអញ្ចឹងឲ្យដឹងសញ្ញាផងអូខេអញ្ចឹងដំបូងយើងដាក់អញ្ចេះដាក់អញ្ចឹងបងប្អូនមើលឃើញណានេះ1 2 3 4 5 6អញ្ចឹងបងប្អូនពិតថាអញមិនដឹងថាតអាខ្សែកុហកមេទៅខាងណាអញ្ចឹងបងប្អូនមើលឃើញណាបងប្អូនមើលសក់ L បាទ L គឺ ហ្វាហ្នឹងគឺមានន័យថាខ្សែមេខ្សែមានភ្លើងអញ្ចឹង N គឺខ្សែមានភ្លើងនៅអញ្ចឹងបងប្អូនតខ្សែមេមកដាក់ចូលនេះមកហើយបងប្អូនមានអំពូលនេះឃើញអំពូលទេនេះខ្សែមាន2អញ្ចឹងខ្សែក្រហមគឺយើងដល់ថាខ្សែចរន្តចម្លងភ្លើងអញ្ចឹងខ្ញុំដាក់ខាងលើបាទអញ្ចឹងខ្ញុំដាក់តទៅខាងលើដើម្បីដាក់តនេះមិនអាចយើងកុំដាក់តចូលក្នុងនេះអត់ត្រូវណាបាទតចូលនេះនេះខ្សែអំពូលណាខ្សែអំពូលដើម្បីបញ្ជូនចរន្តឲ្យអំពូលភ្លឺបាទអញ្ចឹងខ្សែមេណាខ្សែមេបាទនេះគឺនេះយើងនិយាយថាគឺខ្សែមេគឺមាននៅថៃនឹងហ្វាអញ្ចឹងយើងយកហ្វាយកមកបញ្ជូនចូលនៅខាងហ្វាបាទហ្នឹងហើយបាទយើងសោកនេះយើងសោកចូលទៅបងប្អូនសោកចូលទៅបាទចែកម្លែកតិចតួចបាទយើងមួយជាប់ហើយសម្រាប់នេះដែរគឺបងប្អូនរុំចូលគ្នាបាទណឺតនឹងណឺតរុំចូលគ្នាអញ្ចឹងយើងរុំស្កប់ផងអានេះខ្ញុំដាក់ឧទាហរណ៍បងប្អូនមើលទេកុំប៉ះប្រយ័ត្នឆក់បាទអញ្ចឹងខ្ញុំតរួចអស់ហើយអញ្ចឹងបងប្អូនខ្ញុំសាកល្បងមើលបាទអ្នកឃើញភ្លឺទេអញ្ចឹងយើងបិទបាទនេះទេបិទអូខេបិទបើកទេបងប្អូនអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនា